នេះយើងមកធ្វើលំហាត់ឈរមេរៀនទី9វិធីចែកទំព័រទី62ថ្នាក់ទី4ឥឡូវនេះយើងចាប់ផ្ដើមធ្វើឥឡូវយើងមើលតួចែកមានមួយខ្ទង់ឥឡូវយើងកាត់មួយខ្ទង់យើងដាក់បានមួយដង5មួយដង5ដក5 0ដក5ដក7ដក5ស្មើ2ទម្លាក់2សូត្រមេលេខ5 5ម្ដង5 7ដង10 8ដង15 9ដង20ដាក់បាន4ដង4 5ដង20ដក0ទម្លាក់2ដាក់បានទម្លាក់6យើងសូត្រមេ5 5ម្ដង5 7ដង10 8ដង15 9ដង20 5 ដង25ដាក់បាន5ដង25 0ដាក់បាន1ដងទម្លាក់5យើងសូត្រមេ5ទៀត5ម្ដង5 7ដង10 8ដង15ដាក់បាន3ដងដាក់បាន15លើនេះតំណាងចែកយើង7265តួចែកមាន5ផលចែកបាន1453